សម្រាប់កន្លែងនេះកន្លែងដាក់ស៊ីមវាប្រើស៊ីមតូចហើយម្ដងហ្នឹងដែរវាមានថ្មស្តុកចឹងពេលដែលបងដាក់ស៊ីមហើយបងចុចសង្កត់កន្លែងនេះទៅដើម្បីបើកម៉ាស៊ីនហ្នឹងមកពេលដែលបើកហើយដំណើរការហ្នឹងវាចេញបែបនេះអញ្ចឹងសម្រាប់ឈ្មោះវានៅកន្លែងហ្នឹង Wi-Fi name Wi-Fi key នេះជា password ពី1ដល់0ហ្នឹងអញ្ចឹងខ្ញុំបរៀនបងពីរបៀបដូរឈ្មោះដូរ password ពេលដែលយើងចាត់ឈ្មោះវារួចហើយយើងត្រូវចូលមក Safari ឬក៏ Chrome អញ្ចឹងណាហើយបងវាយ IP របស់វានេះ 192.168.100.1ហ្នឹងហើយអញ្ចឹងពេលដែលអញ្ចឹងហើយគឺវាចូលមកដល់ function របស់បាទម្ដងហ្នឹងហើយអញ្ចឹងឈ្មោះ password admin អក្សរតូចទាំងឈ្មោះទាំង password ណាយកពាក្យ login ម្ដងទៀតណាហ្នឹងហើយហើយនេះយើងចូលមកដល់ function ខាងក្នុងរបស់វាអញ្ចឹងសម្រាប់ឈ្មោះ password បងចុចមកកន្លែងដំបូងគេហ្នឹងដូរវាចូលមកកន្លែងដូរឈ្មោះដូរ password ហើយហើយនេះpassword ណាអញ្ចឹងយើងលុបអា original ហ្នឹងចេញទៅថ្ងៃសម្រាប់ password 3ខ្ទង់ឡើងបងចង់ដូរមិនក៏បានដែរអានេះខ្ញុំដូរឲ្យតែជននៅខាងកំពង់ធំហើយបើកន្លែងនេះកន្លែងដែលត្រូវយើងកំណត់ device អញ្ចឹងណាបងចង់ឲ្យភ្ជាប់បានប៉ុន្មាន4ឬក៏5ឬក៏6អីតាមចិត្តអញ្ចឹងណាតែបើ function របស់វា support បានរហូតដល់32 device អញ្ចឹងយើងអាចកំណត់ចំនួនបានហើយបន្ទាប់មកយើងយកពាក្យ save នេះមកហើយ yes មួយទៀតមក